បាទសូមជម្រាបសួរឥឡូវយើងបន្តចូលទៅដល់ការដោះស្រាយចំណុចទី15ជាមួយគ្នាបាទអញ្ចឹងខ្លឹមសារចំណុចទី15បាទអញ្ចឹងគឺគេនិយាយថាចំការចតុកោណកែងមួយមានបណ្ដោយប្រវែង1/2គីឡូម៉ែត្រនិងទទឹងខ្លីជាងបណ្ដោយ1/4គីឡូម៉ែត្របាទអញ្ចឹងសំណួរកគេសួរថាតើចំការនោះមានបរិមាត្រប៉ុន្មានម៉ែត្របាទសំណួរខតើផ្ទៃក្រឡាចំការនោះមានទំហំប៉ុន្មានម៉ែត្រការ៉េបាទអញ្ចឹងសំណួរកគឺគេសួរចង់ដឹងថាតើចំការនោះគឺមានបរិមាត្រប៉ុន្មានម៉ែត្របាទតោះអញ្ចឹងឥឡូវយើងមកធ្វើការដោះស្រាយយឺតជាមួយលោកគ្រូទាំងអស់គ្នាបាទតោះបាទអញ្ចឹងកន្លែងសំណួរកនេះគឺគេដាក់ថារកបរិមាត្រចំការបាទបាទនេះអញ្ចឹងសំណួរកគឺយើងថារកបរិមាត្រនៃចំការនោះបាទតោះអញ្ចឹងរូបមន្តបរិមាត្រយើងដឹងហើយគឺបាទ P ស្មើបាទ A បូក B គុណនឹងគុណនឹង2តោះអញ្ចឹងគ្រូបង្ហាញឲ្យឃើញផងដែរបាទនេះអញ្ចឹងគឺរូបមន្តបរិមាត្រគឺបាទ P ស្មើ A បូក B គុណនឹង2បាទតោះអញ្ចឹងមានន័យថាស្មើបណ្ដោយបូកទទឹងគុណនឹង2បាទតោះអញ្ចឹងសម្រាប់បំរាប់ប្រធានរបស់យើងគឺគេប្រាប់បណ្ដោយបាទបណ្ដោយគឺនេះឥឡូវគ្រូសរសេរជួសជុលម្ដងមួយណាតាមអញ្ចឹងបណ្ដោយគេប្រាប់ថា1/2បាទ1/2រីឯទទឹងបាទទទឹងគេអត់ប្រាប់ចំទេគេប្រាប់ថាខ្លីជាងបណ្ដោយ1/4តាមអញ្ចឹងដើម្បីដឹងថាតើទទឹងនេះមានប្រវែងប៉ុន្មានឲ្យប្រកបឥឡូវយើងយកផ្ទៃខាងនេះដើម្បីបង្ហាញទៅតោះអញ្ចឹងបណ្ដោយគេប្រាប់ថា1/2គីឡូម៉ែត្របាទរីឯទទឹងគេប្រាប់ថាខ្លីជាងបណ្ដោយ1/4បាទតោះអញ្ចឹងដើម្បីដឹងថាតើទទឹងមានប្រវែងប៉ុន្មានគឺយើងត្រូវយកបណ្ដោយដកប្រវែងដែលខ្លីជាងបាទអញ្ចឹងស្មើប្រមាណហ្នឹងគឺជាប្រវែងទទឹងពិតប្រាកដហ្នឹងបាទតោះអញ្ចឹងយើងធ្វើការដកជាមួយគ្រូអញ្ចឹងប្រភេទនេះគឺភាគបែងអត់ទាន់ដូចគ្នាទេគឺយើងត្រូវតម្រូវភាគបែងឲ្យដូចគ្នាសិនអញ្ចឹងយើងអាចយកភាគបែងរួម4បាទតោះតែមកយើងយកភាគបែងរួម4ប្រភេទទី1របស់យើងគឺត្រូវគុណថែមនឹង2តោះអញ្ចឹង2 ដង4បាទតោះភាគបែងគុណនឹង2ភាគយកក៏គុណនឹង2ដែរតោះអញ្ចឹង2ម្ដង2បាទដក1/4ទៅវិញដដែលបាទតោះចឹងនេះអញ្ចឹងយើងបានភាគបែងដូចគ្នាហើយជាងយើងធ្វើការដកបានបាទអញ្ចឹង2ដក1គឺនៅសល់1បាទអញ្ចឹង4រក្សាទុកដដែលនេះអញ្ចឹងប្រវែងទទឹងបាទប្រវែងទទឹងគឺ1/4បាទតោះអញ្ចឹងកន្លែងនេះគឺបាទយើងចំនួនអក្សរ B បាទអញ្ចឹងគឺចំនួនដល់1/4បាទនេះ1/4ហើយគុណនឹង2បាទតោះអញ្ចឹងកន្លែងនេះគឺបានបង្ហាញហើយណាបាទតោះអញ្ចឹងបន្តមកទៀតគឺយើងធ្វើប្រមាណវិធីបន្តបាទនេះអញ្ចឹងយើងកន្លែងនេះគឺយើងអត់ទាន់អាចបូកបញ្ចូលគ្នាបានដែរដោយសារតែវាភាគបែងខុសគ្នាអញ្ចឹងយើងត្រូវតម្រូវភាគបែងយកភាគបែងរួម4បាទដោយសារតែ2មានពហុគុណស្មើ4ណាតោះបើយកភាគបែងរួម4ប្រភេទទី1របស់យើងគុណខែនឹង2បាទតោះអញ្ចឹងនេះ2 ដង4បាទ1ក៏គុណនឹង2ដែរតោះ1 ដង2បាទបូក1/4យើងសរសេរមកវិញដដែលនេះ1/4សរសេរមកវិញដដែលហើយគុណថែមនឹង2ជារូបមន្តយើងសរសេរចូលមកវិញសិនបាទតោះបន្តទៀតបាទអញ្ចឹងកន្លែងនេះលោកគ្រូអត់បានកាត់ទេលោកគ្រូសរសេរចូលមកមួយតែម្ដងតោះអញ្ចឹងបន្តពីភាគបែងដូចគ្នាឬហើយគឺយើងធ្វើការបូកបានហ្នឹងតោះអញ្ចឹងយើងបូកភាគយកទៅ2បូក1គឺ3បាទតោះ4ជាភាគបែងរក្សាទុកមកវិញដដែលនេះអញ្ចឹងនៅក្នុងវងកញ្ចក់គឺយើងទូទាត់ទៅគឺបានប៉ុណ្ណេះ3/4តោះអញ្ចឹងគុណថែមនឹង2ដែលជារូបមន្តរបស់យើងសរសេរចូលវិញសិនមកបាទតោះអញ្ចឹងកន្លែងនេះយើងអាចលុបវងកញ្ចក់ចេញទៅបានដែរបាទអញ្ចឹងបន្តមកដល់ចំណុចនេះគឺយើងទទួលបាននេះប្រភេទគុណនឹងចំនួនគុណបាទអញ្ចឹងកាលណាប្រភេទគុណនឹងចំនួនគុណយើងត្រូវយកចំនួនគុណគុណនឹងភាគយកហើយចែកនឹងភាគបែងតោះអញ្ចឹងយើងគុណជាមួយនឹងគ្រូ2 3 ដង6បាទ2 3 ដង6បាទអញ្ចឹងភាគបែងរក្សាមកវិញសិនតោះអញ្ចឹងបាន6លើ4តោះអញ្ចឹងកន្លែងនេះយើងចែកការនេះតែយើងអាចសម្រួលបានគ្រូសុំសរសេរស្មើទៅមុខណាតោះអញ្ចឹងយើងសម្រួលបានគឺសម្រួលនឹង2មានន័យថាភាគយកចែកនឹង2ភាគបែងចែកនឹង2តោះអញ្ចឹងបើ6ចែក2បាន3តោះ4ចែក2បាន2បាទតោះអញ្ចឹងចម្លើយដែលយើងទទួលបានគឺ
3 ភាគ 2 នេះ 3 ភាគ 2 គីឡូម៉ែត្រលើសារតែគេចង់ដឹងជាម៉ែត្រកន្លែងនេះណាយើងត្រូវគុណថែមនឹង1000បាទបញ្ជាក់ឡើងវិញគុណថែមនឹង1000ដោយសារតែគីឡូម៉ែត្រនេះគីឡូម៉ែត្រចង់ទៅជាម៉ែត្រគឺដោយសារតែ1គីឡូម៉ែត្រស្មើនឹង1000ម៉ែត្រអញ្ចឹងហើយទៅយើងត្រូវគុណថែមនឹង1000បាទតោះអញ្ចឹងនៅពេលដែលយើងគុណថែមនឹង1000អញ្ចឹងកន្លែងនេះបាទខ្ញុំសូមបន្តមកខាងនេះតែម្ដងណាអញ្ចឹងកន្លែងនេះអញ្ចឹងចំនួនបាទប្រភេទគុណនឹងចំនួនគុណទៀតដែរតោះអញ្ចឹងយើងយកចំនួនគុណគុណនឹងភាគយកបាទហើយចាំចែកនឹងភាគបែងតោះអញ្ចឹង1000គុណនឹង3គឺស្មើ3000បាទតែលោកគ្រូសូមដាក់ស្មើបន្តមកខាងនេះណាបាទស្មើ3000បាទលើ2ដែលជាភាគបែងហ្នឹងបាទតោះនេះបាទតោះអញ្ចឹងយើងគុណឲ្យបាន3000លើ2អញ្ចឹង3000ចែក2បើ3000ចែក2គឺស្មើ1500បាទនេះអញ្ចឹងគឺ1000បាទ1500អញ្ចឹងវាទៅជាម៉ែត្រហើយcònវាលេងទៅជាគីឡូម៉ែត្រទៀតហើយណាបាទអញ្ចឹងកន្លែងនេះបើសិនជាទាំងអស់គ្នាអត់ទាន់ទេអាចធ្វើប្រមាណវិធីលើกระดาษព្រៀងរបស់យើងបានបាទអញ្ចឹងចម្លើយកដែលយើងទទួលបានគឺបរិមាត្រនៃចម្ការនោះគឺ1500ម៉ែត្របាទតោះអញ្ចឹងយើងអាចឆ្លើយប្រាប់គេបានដូចនេះណាបាទនេះអញ្ចឹងសំណួរកគឺយើងរកចម្លើយបានហើយបរិមាត្រនៃចម្ការគឺ1500ម៉ែត្របាទតោះអញ្ចឹងឥឡូវយើងបន្តចូលទៅសំណួរខមួយទៀតអញ្ចឹងសំណួរខគឺគេសួរចង់ដឹងផ្ទៃកន្លានៃចម្ការនោះតោះអញ្ចឹងយើងអាចរកបានជាបន្តទៀតដូចគ្នាបាទអញ្ចឹងយើងអាចដាក់ថារកផ្ទៃកន្លានៃចម្ការនោះបាទបាទនេះអញ្ចឹងយើងដាក់ថារកទំហំផ្ទៃកន្លាដីចម្ការបាទតោះអញ្ចឹងយើងធ្វើតាមរូបមន្តផ្ទៃកន្លាអញ្ចឹងដោយសារតែចម្ការរបស់យើងគឺមានរាងជាចតុកោណកែងអញ្ចឹងផ្ទៃកន្លារបស់វាគឺ A ធំបាទស្មើ A តូចគុណនឹង B បាទអញ្ចឹងមានន័យថាស្មើបណ្ដោយគុណនឹងតូតឹងបាទតោះអញ្ចឹងគឺបាទ A ធំស្មើ A តូចគុណនឹងបាទនេះគឺស្មើ A តូចគុណ A តូចគុណនឹង B តូចបាទមានន័យថាស្មើបណ្ដោយគុណនឹងតូតឹងតោះអញ្ចឹងយើងអាចជួសលេខចូលបានអញ្ចឹងបណ្ដោយរបស់យើងបាទបណ្ដោយរបស់យើងនេះ1ភាគ2បាទ1ភាគ2គុណនឹងទទឹងរបស់យើងគឺ1ភាគ4បាទតោះនេះគឺបណ្ដោយគុណទទឹងអញ្ចឹង1ភាគ2គុណនឹង1ភាគ4អញ្ចឹងកាលណាប្រភាគគុណនឹងប្រភាគអញ្ចឹងគឺគេត្រូវយកភាគយកគុណនឹងភាគយកភាគបែងគុណនឹងភាគបែងបាទតោះអញ្ចឹងកន្លែងនេះគឺ1គុណនឹង1បាទអញ្ចឹង1គុណនឹង1ដដែលបាទតោះរីឯ2គុណនឹង4 2គុណនឹង4គឺស្មើ8បាទ2គុណនឹង4ស្មើ8បាទអញ្ចឹងនេះគឺចម្លើយគឺយើងទទួលបាន1ភាគ8គីឡូម៉ែត្រប៉ុន្តែក្នុងសំណួរគឺគេចង់ដឹងផ្ទៃកន្លាហ្នឹងគឺគិតជាម៉ែត្រការ៉េបាទម៉ែត្រការ៉េណាអញ្ចឹងស្មើប្រមាណអញ្ចឹងយើងត្រូវយក1ភាគ8នេះបាទទៅបំបែកទៅជាម៉ែត្រការ៉េសិនបាទអញ្ចឹងនេះគឺនៅជាຂະຫນាតគីឡូម៉ែត្រការ៉េអញ្ចឹងដល់ពេលយើងចង់បានទៅជាម៉ែត្រការ៉េគឺយើងត្រូវគុណថែមនឹង1លានបាទដោយសារតែក្តារខៀននេះអស់ទំហំដែលអាចគូតារាងបង្ហាញរំលឹកឡើងវិញបានចុះលោកគ្រូនឹងដាក់រូបតារាងនៅលើអេក្រង់ណាបាទដើម្បីបង្ហាញថាហេតុអីបានជាគីឡូម៉ែត្រការ៉េទៅប្របែកទៅជាម៉ែត្រការ៉េហេតុអីត្រូវគុណថែម1លានបាទតោះស្មើនេះចុះបាទនេះបាទអញ្ចឹងយើងគុណថែបែបហ្នឹងបាទតោះអញ្ចឹងមួយចំនួនគុណនឹងចំនួនដែលមាន0នៅខាងចុងយើងគុណតលេខខុសពី0ទៅcònហើយកន្លែងនេះដោយសារតែវាជាមួយដូចគ្នាតោះអញ្ចឹង1លានគុណនឹង1បាទស្មើនឹង1លានដដែលបាទនេះលោកគ្រូសរសេរបង្ហាញណាបាទតលើ8បាទនេះលើ8តោះចម្លើយកន្លែងនេះគឺលោកគ្រូសូមដាក់តែម្ដងបាទអញ្ចឹងគឺ120,000បាទ125,000បាទ25,000ម៉ែត្រការ៉េបាទដោយសារតែ
បំរាប់របស់យើងគឺគេសំណួរគឺគេចង់ដឹងទៅជាម៉ែត្រការ៉េអញ្ចឹងគឺយើងត្រូវបំបែកទៅជាម៉ែត្រការ៉េបាទតោះអញ្ចឹងចម្លើយខដែលយើងទទួលបានគឺ 125,000 ម៉ែត្រការ៉េបាទតោះអញ្ចឹងកន្លែងនេះលោកគ្រូអត់មានកន្លែងដែលសរសេរដូចនេះនៅខាងក្រោមទេចឹងលោកគ្រូសូមគ្រូប្រអប់បិទតែត្រឹមហ្នឹងណាបាទបាទនេះអញ្ចឹងចម្លើយគឺយើងបញ្ចប់ហើយទាំងសំណួរកទាំងសំណួរខបាទតោះអញ្ចឹងលោកគ្រូសង្ឃឹមថាទាំងអស់គ្នាប្រហែលជាអាចតាមទាន់នៅការដោះស្រាយនៃចំណោទទី15នេះបាទអញ្ចឹងមុននឹងបញ្ចប់វីដេអូនេះបើសិនជាទាំងអស់គ្នាពេញចិត្តបាទកុំភ្លេចជួយចុចពាក្យ like បាទក៏ដូចជាចុចពាក្យ subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបាននៅវីដេអូថ្មីៗជាច្រើនជាបន្តបន្ទាប់ក៏ដូចជាការលើកទឹកចិត្តមកកាន់លោកគ្រូផងដែរបាទអញ្ចឹងបើសិនជាមានចម្ងល់អីទាំងអស់គ្នាអាចទម្លាក់នៅក្នុងខ្ទង់ comment បានបាទយើងជួបគ្នានៅវីដេអូថ្មីជាបន្តបាទសូមអរគុណ